បាទសូមជម្រាបសួរពុកម៉ែបងប្អូនដែលកំពុងតែស្វែងរកសេវាកម្មជួសជុលអេក្រង់រថយន្តខាងខ្ញុំបាទមានសេវាកម្មជួសជុលអេក្រង់រថយន្តគ្រប់ប្រភេទមិនថាបញ្ហាជាំស្លោកស្លេកពិបាកមើលបែក color ឬក៏បញ្ហារលត់មិនដំណើរការឬក៏បញ្ហាចុចថាច់គាំងមិនដំណើរការគឺខាងខ្ញុំបាទមានសេវាកម្មជួសជុលទាំងអស់ហើយនេះគឺជាអេក្រង់របស់ Approve បាទអានេះវាមានបញ្ហាជាំវាខ្លាំងហើយវាស្អាប់បាត់រូបអស់មកវងហើយអាកន្លែងផ្សេងទៀតដែលមិនទាន់បាត់ក៏វាចេញរូបមិនសូវច្បាស់ដែរបាទហើយមួយនេះគឺអេក្រង់សំណុំស៊ីនរបស់ជប៉ុនណាតែបន្ទាប់ពីធ្វើការដូរភាសារួចនេះគឺដូរទាំងនៅក្នុងប្រូក្រាមក្នុងអេក្រង់ដូរទាំងនៅលើក្របចុចតែម្ដងបាទនេះក្របចុចវានេះដំបូងវាភាសាជប៉ុនដូចអានេះដែរបាទឥឡូវដូរមកអង់គ្លេសទាំងអស់ហើយបាទហើយចំណែកឯអាក្រោយនេះវិញសំណុំជប៉ុនអត់ទាន់ដូរភាសាទេនេះពុកម៉ែបងប្អូនបាទខាងក្រោយនេះគឺសំណុំជប៉ុនអត់ទាន់បដូរភាសាទេគឺសំណុំជប៉ុនទាំងនេះខ្ញុំទុកគ្រាន់កាប់សាច់ហើយគឺវានៅស្អាតខ្លាំងមែនតើអត់ទាន់មានស្នាក់ស្នាមអត់ទាន់មានបញ្ហាជាំបញ្ហាស្អាតអីទេបាទគឺនៅគុណភាពល្អទាំងអស់ហើយចំណែកឯខាងមុខនេះគឺភ្ញៀវគាត់យកមកជួសជុលដោយសារវាស្អាតអញ្ចឹងហើយសម្រាប់នៅខាងខ្ញុំមានទាំងគ្រឿងថ្មីសម្រាប់បដូរមានទាំងអាស៊ីនជប៉ុនបាទសម្រាប់ខាងមុខនេះភ្ញៀវគាត់កំងឲ្យជួសជុលគាត់អត់ដាក់ស៊ីនជប៉ុនទេគាត់ចង់ឲ្យជួសជុលតែម្ដងអញ្ចឹងពុកម៉ែបងប្អូនចង់ដឹងថាបន្ទាប់ពីជួសជុលរួចហើយវាស្អាតឡើងវិញបានកម្រិតប៉ុណ្ណាចាំទស្សនានៅខាងចុងវីដេអូទាំងអស់គ្នាបាទពុកម៉ែបងប្អូននេះគឺអេក្រង់ដែលស្អាប់ហើយអត់សូវចេញរូបមិញហ្នឹងណាឥឡូវបន្ទាប់ពីធ្វើការជួសជុលរួចណាបាទគឺថាគុណភាពវារូបភាពចេញមកច្បាស់ស្អាតត្រជាក់ភ្នែកតែម្ដងហើយមើលចំហៀងអីក៏ច្បាស់ល្អដែរលេងបែក color ទៀតហើយបាទអញ្ចឹងពុកម៉ែបងប្អូនដែលត្រូវការជួសជុលអេក្រង់អាចតាក់ទងមកតាមរយៈខ្ញុំបាទផ្ទាល់បានខាងខ្ញុំបាទមានជួសជុលអេក្រង់រថយន្តជាច្រើនប្រភេទមិនមែនជួសជុលតែ Approve ទេបាទ Lexus Audi អីក៏មានជួសជុលដែរបាទCamry អីហ្នឹងក៏មានជួសជុលដែរគាត់ថា Approve វាសម្បូរគ្រឿងជាងគេអញ្ចឹងខ្ញុំទិញគ្រឿងវាមកទុកច្រើនព្រោះនេះវាសម្បូរគ្រឿងច្រើនជាងគេហើយក៏សម្បូរអ្នកត្រូវការច្រើនជាងគេដែរអញ្ចឹងខ្ញុំត្រូវតែទិញគ្រឿងវាមកស្តុកទុកឲ្យច្រើនដែរកុំឲ្យពិបាករត់ទិញពុកម៉ែបងប្អូនដែលចង់តាក់ទងយកមកជួសជុលពុកម៉ែបងប្អូនអាចតាក់ទងមកតាមរយៈលេខទូរស័ព្ទ078 56 16 17លេខហ្នឹងគឺអាចតាក់ទងមកទាំងយប់ទាំងថ្ងៃបានតែម្ដងហើយលេខហ្នឹងក៏មាន Telegram ផងដែរបាទសូមអរគុណសូមជម្រាបលា